បាទសូមគោរពនឹងជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះវិលមកជួបខ្ញុំបានម្ដងទៀតហើយបងប្អូនណាហើយថ្ងៃនេះដែរគឺខ្ញុំមានសាច់រឿងថ្មីមួយទៀតហើយដើម្បីយកមកដំណើរចែកជូនទៅកាន់ពុកម៉ែបងប្អូនដែលជាប្រិយមិត្តអ្នកស្ដាប់ទាំងអស់ហើយបងប្អូនថ្មនេះញ៉ាំមកញ៉ាំទឹកហើយនៅហើយបានមកហូបពេលញ៉ាំថ្ងៃនេះហើយអ្វីដែលខ្ញុំបានយកមកដំណើរនៅក្នុងរាត្រីនេះគឺជាប់ពាក់ព័ន្ធទៅនឹងលោកពូម្នាក់ហ្នឹងគឺឈ្មោះថាលោកពូសុកដោយលោកពូសុកគាត់ជាអ្នកដែលហៅថាពោះម៉ាយបងប្អូនគាត់ពោះម៉ាយយូរហើយគាត់ហ្នឹងគឺមានកូនស្រីមួយកូនស្រីរបស់គាត់គឺកំមុំទៀតហើយកូនស្រីគាត់ក៏ចង់ឲ្យឪពុករបស់ខ្លួនហ្នឹងមានប្រពន្ធទៀតដែរដោយសារតែគាត់ហ្នឹងគឺអត់មានគូមានអីទេដោយសារតែប្រពន្ធគាត់ហ្នឹងគឺឈឺរ៉ាំរ៉ៃហ្នឹងស្លាប់ចោលយូរឆ្នាំហើយអញ្ចឹងសាច់រឿងរបស់គាត់គឺបានចែករំលែកដោយបងស្រីម្នាក់ដែលគាត់ហ្នឹងគឺជាអ្នកដែលរស់នៅជិតផ្ទះរបស់លោកពូហ្នឹងណាហើយនេះគឺជាសាច់រឿងរបស់គាត់បងប្អូនខ្ញុំបានកត់ក្នុងសៀវភៅតែជាបងប្អូនមើលមិនឃើញទេគ្រាន់តែខ្ញុំបង្ហាញគឺវែងគួរសមដែរអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់បានជួយចុច Subscribe លើ Channel របស់ខ្ញុំទេបងប្អូនជួយម្នាក់មួយផងបងប្អូនណាដើម្បីទទួលបាននៅវីដេអូថ្មីទៀតពីខ្ញុំបាទឥឡូវកុំឲ្យបែកហូស្ទឹងយូរពេកចូលទៅស្ដាប់នៅសាច់រឿងរបស់លោកពូសុកណាលោកពូសុកគឺគាត់និយាយទៅគឺគាត់រស់នៅជាមួយនឹងកូនរបស់គាត់ហ្នឹងហើយគាត់កូនរបស់គាត់ហ្នឹងគឺមានតែមួយទេកូនស្រីហើយគាត់ហ្នឹងរស់នៅខាងខេត្តពោធិ៍សាត់ណាអញ្ចឹងគាត់ពោះម៉ាយយូរឆ្នាំហើយរយៈពេល10ឆ្នាំហើយបុកម្ដាយខាងគាត់ហ្នឹងក៏ចង់ឲ្យពូសុកហ្នឹងក៏យកប្រពន្ធយកអីដែរដោយសារតែគាត់ហ្នឹងនៅជាមួយនឹងកូនស្រីហាក់បីដូចជាតែតោអញ្ចឹងណាអញ្ចឹងកូនស្រីរបស់គាត់ហ្នឹងបានសួរទៅកាន់ឪពុករបស់គាត់ថាពុកឯងចង់បានប្រពន្ធទៀតអត់បើថាពុកឯងចង់បានចាំកូនធ្វើមេដើកឲ្យគាត់និយាយចឹងបងប្អូនគាត់ថាឯងមិនទាន់ចង់បានផងជាធ្វើមេដើកណាណីទៀតណាកូននឹងស្គាល់អ្នកមីងម្នាក់ដែលនៅមិនឆ្ងាយពីភូមិរបស់គាត់ប្រហែលទេអ្នកមីងហ្នឹងគាត់អាយុខ្ទង់45ឆ្នាំអញ្ចឹងរូបរាងឬក៏សម្ផស្សរបស់គាត់រៀងស្អាតគួរសមដែរបងប្អូនវាសមជាមួយនឹងឪពុករបស់គាត់ហ្នឹងអញ្ចឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់ហ្នឹងគឺកូនរបស់គាត់ហាក់បីដូចជាបើកផ្លូវឲ្យគាត់រកម្ដាយថ្មីឲ្យគាត់ហ្នឹងណាអញ្ចឹងគាត់ចាប់ផ្ដើមសួរទៅកាន់កូនរបស់គាត់ថាចុះឯងស្គាល់ណាគេឲ្យធ្វើមេនដាក់ឲ្យអញហ្នឹងអញមិនទាន់ឃើញមុខឃើញអីផងហ្នឹងអញ្ចឹងគាត់ថាពុកឯងមិនបាច់សាំសួរច្រើនទេចាំមើលមួយអាទិត្យទៀតខ្ញុំនាំអ្នកមីងហ្នឹងមកផ្ទះយើងហើយឲ្យពុកឯងហ្នឹងនិយាយលេងមួយគេទៅនិយាយលេងមួយមីងហ្នឹងទៅព្រោះខ្ញុំទៅរៀនរាល់ថ្ងៃហ្នឹងខ្ញុំឃើញអាសាឃើញអ្នកមីងហ្នឹងគាត់លក់ប្រហិតជានៅមុខសាលារបស់កូននេះអញ្ចឹងកូនចង់ណែនាំឲ្យពុកហ្នឹងស្គាល់គាត់ព្រោះគាត់ហ្នឹងគឺជាមនុស្សល្អទេហើយគាត់ហ្នឹងគឺជាមនុស្សដែលរុះរាយទៀតហើយគាត់ស្រឡាញ់ខ្ញុំដូចជាកូនអញ្ចឹងឲ្យតែខ្ញុំទៅរៀនណាខ្ញុំចេះតែហៅគាត់ម៉ាក់ម៉ែរហូតអញ្ចឹងគាត់ហៅមកមែនហៅអ្នកមីងហ្នឹងមកផ្ទះរបស់ពូសុកហ្នឹងនៅពេលដែលមកដល់បងប្អូនគាត់ទទួលរាក់ទាក់ខ្លាំងណាហើយពូសុកមើលទៅហាក់បីដូចជាពេញចិត្តនឹងអ្នកមីងហ្នឹងដែរបងប្អូនគឺគាត់រៀងស្អាតដែរហើយអ្នកមីងហ្នឹងគឺតាមតែដឹងគាត់អត់មានប្តីទេប្តីរបស់គាត់ហ្នឹងគឺឈឺស្លាប់ចោលយូរហើយដូចជាពូសុកចឹងគាត់ចាប់ផ្ដើមស្វែងយកចិត្តគ្នាទៅវិញទៅមកណាហើយរយៈពេល6ខែហ្នឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់ហ្នឹងពេញចិត្តទៅលើលោកពូសុកដែរដោយលោកពូសុកហ្នឹងគាត់គឺជាមនុស្សដែលមិនសូវចេះមាត់ចេះកប្រហែលទេគឺ
គាត់ត្រូវនិយាយមិនត្រូវនិយាយគឺអត់និយាយចឹងគាត់ឃើញអ្នកមីងហ្នឹងគាត់វាងរស់រាយដែរគាត់និយាយលេងជាមួយគ្នាចឹងនៅក្រោមផ្ទះណាហើយកូនរបស់គាត់ហ្នឹងក៏ទុកឱកាសឲ្យឪពុកគាត់ហ្នឹងសារសងគ្នាជាមួយនឹងអ្នកមីងហ្នឹងហើយក៏សួរចុះសួរឡើងសួរសុខទុក្ខចេះសួរសុខទុក្ខចុះសួរចុះសួរឡើងគាត់ចាប់ផ្ដើមនិយាយពាក្យក្នុងចិត្តចុះស្គាល់គ្នា6 ខែហើយបងប្អូនហ្មងហើយកន្លះឆ្នាំអ្នកខ្លះស្គាល់គ្នា2 ខែមិនទាន់ការបាត់ហើយអាហ្នឹងវាជានិស្ស័យរបស់គេណាបងប្អូនអញ្ចឹងគាត់ចាប់ផ្ដើមសួរទៅកាន់អ្នកមីងហ្នឹងអ្នកមីងគាត់ថាខ្ញុំមិនទៅរើសអើងមិនទេបើសិនជាអ្នកចង់មករស់នៅជាមួយនឹងខ្ញុំមែនចង់យកខ្ញុំនឹងធ្វើជាប្រពន្ធមែនអ្នកមិនចាំមានហៅថារៀបចំពិធីមង្គលកាយទេយើងគាត់សែនឲ្យតាមប្រពៃណីខ្មែរយើងទៅខ្មែរយើងចេះថាសែនណាដាក់មន់2អីចឹងទៅហើយដុំណែកហើយនឹងផ្លែឈើទីទួចទៅចាស់ទុំគេដឹងឮទៅចប់ហើយកុំកាយដូចក្មេងព្រោះយើងនឹងចាស់ហើយចុះគាត់ចាស់ដូចគ្នាគាត់យល់ដូចគ្នាបងប្អូនហើយពូសុកគាត់ទៅឮអញ្ចឹងបែរមុខចេញហើយខ្ញុំខ្ជិបបងប្អូនគាត់ថាអញអត់មានប្រពន្ធបាន10 ឆ្នាំហើយឥឡូវបានប្រពន្ធណាបានរកម៉ែថ្មីឲ្យកូនអញហើយគាត់និយាយគាត់អក្នុងចិត្តណាអញ្ចឹងចាស់ក៏ពេញចិត្តនឹងអ្នកមីងនឹងដែរដោយសារតែអ្នកមីងគាត់ជាអ្នកដែលលក់ប្រហិតជៀនលក់សាច់គោអាំងអីមុខសាលារៀនរបស់កូនស្រីគាត់ហ្នឹងហើយគឺគាត់ឃើញទង្វើល្អដែរឃើញចាស់ទុំគាត់ដើរមកហៅចឹងអ៊ំអើយហូបប្រហិតសិនអីទៅណាមកណាវិញសម្ដីគាត់ផ្អើលហ្មងអ្នកមីងហ្នឹងអញ្ចឹងគាត់ចាប់ដើមមកចាស់ទុំហ្នឹងគាត់ដឹងឮហើយគាត់រៀបចំពិធីសែនអ្នកទាំងពីរហ្នឹងឲ្យគាត់បានជួបគ្នាណាតែអ្នកដែលជួបគ្នាហ្នឹងគឺដោយសារតែកូនរបស់គាត់ដែលជាអ្នកដែលមេដណ្ដើកណាគាត់បច្ចេះបញ្ចូលឲ្យឪពុករបស់គាត់ហ្នឹងគឺស៊ីសង្វាក់ជាមួយនឹងអ្នកមីងហ្នឹងដោយសារតែកូនស្រីរបស់គាត់ហ្នឹងស្រឡាញ់អ្នកមីងហ្នឹងប្រៀបបីដូចជាម្ដាយអញ្ចឹងឲ្យតែទៅរៀនហៅម៉ាក់អើយម៉ែអើយហៅឲ្យហើយណាអញ្ចឹងគាត់ចាប់ផ្ដើមរៀបសែនឲ្យហើយហ្នឹងក៏ចាប់ដៃគ្នារកស៊ីទៅម្ដាយគាត់ហ្នឹងលក់ប្រហិតជៀននៅមុខសាលារៀនហើយឪពុកគាត់គឺជាជីវករឬក៏អ្នកដែលលក់ដូរឲ្យធម្មតាអញ្ចឹងគាត់លក់បន្លែលក់អីអញ្ចឹងទៅតាមផ្សារតាមអីណាហើយឪពុកគាត់គឺមានចំការច្រើនដែរបងប្អូនចំការហ្នឹងគឺប្រៀបដូចជាចំការក្រូចស្រែចំការរបស់គាត់ហ្នឹងគឺច្រើនហាត់ដែរណាដីគាត់តែគាត់ទុកឲ្យកូនស្រីរបស់គាត់ទេហើយកូនស្រីរបស់គាត់ហ្នឹងគឺអាយុដូចជា17 ឆ្នាំទេបងប្អូនពេញកំមុំដែរតែគាត់មិនទាន់គិតឲ្យកូនស្រីរបស់គាត់ហ្នឹងមានគូមានអីទេឲ្យកូនស្រីគាត់ហ្នឹងចាំមើលឪពុកគាត់ហ្នឹងមានគូមុនសិនចាំកូនហ្នឹងមានគូតាមក្រោយហេដាក់ម៉ូគ្នាល្អដែរបងប្អូនអញ្ចឹងអ្នកមីងហ្នឹងបន្ទាប់ពីបានលោកពូសុកបានជាប្តីជាប្រពន្ធហ្នឹងគាត់ចាប់ដៃគ្នារកស៊ីទៅវាមានគួសមដែរបងប្អូនអ្នកចិត្តខាងគេមើលទៅរៀងថាមកគូហ្នឹងរៀងចាប់ដៃគ្នាល្អណាហាក់បីដូចជានិស្ស័យហ្មងជួបគ្នាគឺជានិស្ស័យណាបងប្អូនបែកគ្នាគឺជាព្រំលិខិតហើយបងប្អូនឆ្ងល់ថាព្រំណាមកលិខិតយើងបើយើងត្រូវតែបែកហ្នឹងមានណាមកលិខិតទេបងប្អូនតែបែកគឺបែកហើយអាហ្នឹងគឺប៉ុណ្្នឹងហើយកូនស្រីគាត់ហ្នឹងក៏នៅតែបន្តការសិក្សារហូតដល់គាត់រៀនដល់អនុវិទ្យាល័យនិងមហាវិទ្យាល័យគាត់ក៏បានបញ្ចប់ការសិក្សារបស់គាត់ក៏បានការងារល្អធ្វើនិងយិត្តយោងក្រុមគ្រួសាររបស់គាត់ហ្នឹងហើយហៅថាមានសក្តានុពលបងប្អូនហៅថារីកចម្រើនឡើងមកអញ្ចឹងអ្នកមីងហ្នឹងគាត់ស្រឡាញ់ពូសុកហ្នឹងប្រៀបបីដូចជាប្តីម្ចាស់គាត់មុនប្តីដើមហ្នឹងប្តីដើមគាត់ស្រឡាញ់ខ្លាំងដោយសារតែមិនដឹងអាម៉េចគាត់បែកបាក់គ្នាឬក៏គាត់ស្លាប់ចោល
được nhom nhảy ra video chẳngក្នុងរឿងនេះគឺបងប្អូនគិតថាជារឿងដែលយើងមិនដែលស្ដាប់ឯនេះបងប្អូនចឹងរឿងមេដើករឿងដែលបញ្ចេញបញ្ចូលជួនកាលបញ្ចេញបញ្ចូលចុះបញ្ចេញបញ្ចូលឡើងជាប់ទៅខ្លួនឯងហ្នឹងជាប់មេដើកហ្នឹងបងប្អូនអាហ្នឹងវាចឹងដែរណាវាមិនមែនតែទាំងអស់ទេចឹងសាច់រឿងរបស់គាត់គឺមិនវែងឆ្ងាយអីប្រហែលទេវារៀងសង្ខេបទេបងប្អូនហើយកូនស្រីគាត់ហ្នឹងឃើញពុករបស់គាត់ស្រឡាញ់មីងនឹងខ្លាំងក៏មានអារម្មណ៍ថាគាត់រស់នៅជាមួយនឹងឪពុកគាត់ណាគាត់មានសុភមង្គលខ្លាំងណាដោយសារតែឃើញឪពុកម្ដាយរបស់ខ្លួនណាស្រឡាញ់គ្នាទៅវិញទៅមកអញ្ចឹងចេះនិយាយពាក្យអូនបងណាតែមុខកូនទៅហ៊ាននិយាយអូនបងឯងកូនដល់ដឹងវាថាកូនគាត់ហ្នឹងមកពីរៀនហ្នឹងគាត់លបស្ដាប់ណាអ្នកទាំងពីរគាត់សារសងគ្នាអូនធ្វើម្ហូបឲ្យគេអូនអូថ្ងៃនេះឆ្ងាញ់ណាបានម្ហូបអីអូនតែពុកគាត់អត់ដឹងថាកូនរបស់គាត់នឹងពួននៅខាងក្រោយផ្ទះចាំស្ដាប់ឯងគាត់ថាកូនគាត់ដើរចូលផ្លឹបអៀនភ្លាមបងប្អូនធ្វើអីគេឯងឆ្លោះអីនឹងឯងហៅសិតឯងគាត់អៀនដែរបងប្អូនមិនមែនថាគាត់មិនអៀនទេតែដោយសារតែការស្រឡាញ់រវាងមនុស្សចាស់និងមនុស្សចាស់គាត់តែងតែយល់អារម្មណ៍គ្នាទៅវិញទៅមកហើយបងប្អូនអញ្ចឹងបងប្អូនយល់យ៉ាងណាដែរចំពោះសាច់រឿងមួយនេះហើយខ្ញុំគិតថាបងប្អូនស្ដាប់ហើយនឹងមានអារម្មណ៍ថាសប្បាយរីករាយនៅក្នុងសាច់រឿងមួយនេះក៏ប៉ុន្តែពេលខ្លះរឿងខ្លះក៏ខ្ញុំនិយាយវែងពេលខ្លះរឿងខ្លះក៏ខ្ញុំរៀងសង្ខេបដែរកុំឲ្យបងប្អូនស្ដាប់យូរពេកបងប្អូនមានអារម្មណ៍ថាធុញអញ្ចឹងក៏ខ្ញុំរៀងសង្ខេបសាច់រឿងហ្នឹងគេកាត់ខ្លីៗអញ្ចឹងណាអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាវីដេអូក្រោយទៀតគឺខ្ញុំមានសាច់រឿងបែបជាកំ pl ែងសម្រាប់បងប្អូនទៀតហើយអញ្ចឹងរឿងរន្ធត់ក៏មានដែរតែប៉ុន្តែខ្លាចបងប្អូនស្ដាប់រឿងរន្ធត់ទៅរត់ចោលadminអស់ណាអញ្ចឹងខ្ញុំនិយាយរឿងគ្រួសារអញ្ចឹងគឺបងប្អូនខ្លះគាត់ចូលចិត្តស្ដាប់អញ្ចឹងណាអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាហើយជាចុងក្រោយបងប្អូនមានពាក្យពេចន៍អីបងប្អូនអាច comment ខាងក្រោមវីដេអូរបស់ admin បានដើម្បីកែលម្អឬក៏ហៅថារិះគន់ដើម្បីស្ថាបនាបងប្អូនគេថា admin និយាយរឿងគឺត្រូវទាំងអស់ហើយពេលខ្លះវាខុសដែរអញ្ចឹងអូខេជួបគ្នាវីដេអូក្រោយទៀតបងប្អូនណា